គេហាមមិនឲ្យស្រឡាញ់ខ្មែរលោកតូនីដែលជាជនជាតិថៃចេញវីដេអូឆ្លើយតបយ៉ាងមានន័យជឿជាក់ថាអ្នកលេងបណ្ដាញសង្គមភាគច្រើនប្រកាសជាស្គាល់លោកតូនីដែលជាជនជាតិថៃនិងមានប្រពន្ធឈ្មោះលីហ្វុងដែលជាជនជាតិខ្មែរច្បាស់ជាមិនខានឡើយព្រោះលោកនិងភរិយាតែងបង្ហោះវីដេអូបែបកំប្លុកកំប្លែងនាំនៅសំណើចផុសនៅលើបណ្ដាញសង្គមជាហួហែឲ្យពុកម៉ែបងប្អូនបានទស្សនាហើយសើចសប្បាយរីករាយបំបត្តិនៅទុក្ខកង្វល់ទាំងឡាយដោយឡែកវីដេអូរបស់លោកនិងភរិយាតែងទទួលបាននៅការស្រឡាញ់គាំទ្រចូលចិត្តយ៉ាងខ្លាំងតែម្ដងប៉ុន្តែអ្វីដែលធ្វើឲ្យមហាជនគ្រប់គ្នាភ្ញាក់ផ្អើលខ្លាំងបំផុតនោះធ្លាប់តែឃើញលោកតូនីចេញវីដេអូកំ ប្លែងតែថ្ងៃនេះលោកតូនីបែរជាចេញវីដេអូនិយាយរៀបរាប់អមដោយ caption ថាហាមខ្ញុំមិនឲ្យស្រឡាញ់ខ្មែរមិនកើតដោយក្នុងនោះលោកបាននិយាយបន្ថែមទៀតថាថៃស្រឡាញ់ខ្មែរខ្មែរស្រឡាញ់ថៃនៅមានច្រើនបើមកហាមខ្ញុំកុំឲ្យស្រឡាញ់ខ្មែរវាហាមមិនកើតខ្ញុំស្រឡាញ់បាត់ហើយហ្នឹងប្រពន្ធខ្ញុំក៏ខ្មែរបងអូនក៏ខ្មែរកូនខ្ញុំក៏ខ្មែរគឺមនុស្សមួយចំនួនដែលគេអត់ចូលចិត្តអានឹងរឿងរបស់គេគឺវាខុសគ្នាណាមនុស្សមានល្អមានអត់ល្អយើងកុំមកលួមបើមានណាមកហាមខ្ញុំអត់ឲ្យទិញម្ហូបខ្មែរអត់ឲ្យញ៉ាំម្ហូបខ្មែរអត់ឲ្យញ៉ាំស្លម្ជូរប្រៃអត់ឲ្យញ៉ាំពោតតាន់ម៉ាំឆៅអត់ឲ្យញ៉ាំប្រហុកលើជ្រុនអត់ឲ្យញ៉ាំពងចៀនត្រៃប្រមាអត់ខឹងងាប់